សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុមនិងមន្ត្រីអនុវត្តច្បាប់ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅសន្តាគារ2កន្លែងស្ថិតក្នុងស្រុកអូស្មាច់ខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជាកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាសន្តាគារនិងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះស្ថិតនៅចម្ងាយ397ម៉ែត្រពីច្រកអន្តរជាតិអូស្មាច់ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ15តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំងនិងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជាចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាបដិសេធនឹងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃរួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់តាមរយៈការរៀបចំទស្សនកិច្ចដោយដែលបានរៀបរាប់ខាងលើដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននិងជាការប៉ុនប៉ងធ្វើឲ្យស្របច្បាប់នៅការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជាទន្ទឹមនឹងការបដិសេធយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ប្រទេសថៃរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តដ៏ខ្ជាប់ខ្ជួននិងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះចំនួនព្រំដែនទាំងអស់ជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិហើយកម្ពុជានៅតែបដិញ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយប្រើកម្លាំងឡើយថ្ងៃអង្គារ1រោចខែមិញឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី3ខែកុម្ភៈឆ្នាំ2026